ទី4ខែមិថុនាគ្រិស្តសករាជ1949ជាថ្ងៃដ៏ខ្មៅងងឹតនិងឈឺចាប់ខ្លោចផ្សាបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដោយសារអាញាធរអាណានិគមបារាំងកាត់ផ្តាច់ទឹកដីខ្មែរនៅភាគខាងត្បូងហៅកម្ពុជាក្រោមឲ្យទៅអាញាធរអាណានិគមយួនកាន់កាប់ជារៀងរហូតមកដល់សប្តាហ៍ថ្ងៃដោយពុំបានសួរមតិមេដឹកនាំនិងប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដីឡើយសិទ្ធិជាមូលដ្ឋានរបស់ព្រះសង្ឃនិងបងប្អូនរួមជាតិខ្មែរកម្ពុជាក្រោមស្ទើរតែបាត់បង់ទាំងស្រុងប្រជាពលរដ្ឋខ្មែរពុំអាចហៅទឹកដីឬមាតុភូមិកំណើតរបស់ខ្លួនថាកម្ពុជាក្រោមឬខ្មែរកម្ពុជាក្រោមឬខ្មែរក្រោមឡើយខ្មែរមិនត្រូវអនុញ្ញាតឲ្យរៀនប្រវត្តិសាស្ត្រភូមិសាស្ត្រនិងអក្សរសាស្ត្ររបស់ខ្លួនទេប្រសិនបើរដ្ឋអំណាចយួនឮត្រូវទទួលការពិន័យជាប្រកាសឬជាប់ពន្ធនាគារគុកទឹកដីកម្ពុជាក្រោមជាអតីតទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអាជ្ញាធរអាណានិគមបារាំងបដូរឈ្មោះទៅជាកូសាំងស៊ីននៅថ្ងៃទី17ខែតុលាគ្រិស្តសករាជ1887មានទំហំផ្ទៃដី 68,965 គីឡូម៉ែត្រក្រឡាមាន21ខេត្តក្រុងនិងកោះធំៗ2មាន171ស្រុក 1368 ឃុំ 14,778 ភូមិមានប្រជាពលរដ្ឋខ្មែរជាង13លានរូបនិងវត្តព្រះពុទ្ធសាសនាខ្មែរជាង600ព្រះសង្ឃខ្មែរជាង 20,000 អង្គឧទាហរណ៍ឈ្មោះខេត្តក្រុងនិងកោះរបស់ខ្មែរដែលយួនបានផ្លាស់ប្ដូរមាន 1. ខេត្តព្រះត្រពាំង 2. ខេត្តឃ្លាំង 3. ខេត្តមាត់ជ្រូក 4. ខេត្តក្រមួនស 5. ខេត្តពោធិ៍លាវ 6. ខេត្តទឹកខ្មៅ 7. ខេត្តពាមបន្ទាយមាស 8. ខេត្តព្រែកឫស្សី 9. ខេត្តលង្ហោ 10. ខេត្តពាមបារាជ 11. ខេត្តរោងដំរី 12. ក្រុងព្រៃនគរ 13. ខេត្តទួលតាម៉ោក 14. ខេត្តផ្សារដែក 15. ខេត្តចង្វាត្រពាំងស្រកាត្រី 16. ខេត្តមេសរ 17. ខេត្តព្រះសួរគី 18. ខេត្តកោះកុង 19. ខេត្តកំពង់ឫស្សី 20. ខេត្តកំពង់គោ 21. ខេត្តអូកាប់ 22. កោះត្រឡាចនិង23 កោះត្រល់សពថ្ងៃវត្តព្រះពុទ្ធសាសនានៅសេសសល់តែជាង567វត្តប៉ុណ្ណោះរីឯជាង30វត្តអារាមទៀតត្រូវរដ្ឋអំណាចយួននៅគ្រប់សម័យកាលដុតកំទេចចោលឲ្យរាបស្មើដីអស់ទៅហើយប្រជាពលរដ្ឋខ្មែរជាង 99% ជាអ្នកកាន់ព្រះពុទ្ធសាសនាវត្តអារាមគឺជាខឿនវប្បធម៌ជាតិខ្មែរនៅកម្ពុជាក្រោមរដ្ឋអំណាចយួនគ្រប់សម័យកាលបាននឹងកំពុងបន្តយួនូបនីយកម្មដោយកែប្រែឈ្មោះខ្មែរឲ្យទៅជាយួនផ្លាស់ប្ដូរទឹកដីខ្មែរខេត្តក្រុងស្រុកខណ្ឌឃុំភូមិនិងមនុស្សខ្មែរឲ្យទៅជាយួនអស់ហើយដូរត្រកូលខ្មែរទៅជាយួនសម្រាប់ចំណាំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទោះបីរស់នៅក្នុងកលៈទេសៈណាក៏ដោយព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោមមិនរំលាយខ្លួនមិនរំលាយព្រះពុទ្ធសាសនាចូលយួនឡើយខ្មែរកម្ពុជាក្រោមនៅតែបន្តគោរពបុព្វបុរសខ្មែរនិងនៅតែហៅថាខ្លួនឯងខ្មែរជានិច្ចខ្មែរក្រោមមិនក្បត់ជាតិខ្មែរមិនក្បត់ឆន្ទៈដូនតាឡើយបរទេសគេមិនចង់ឲ្យខ្មែរស្គាល់ខ្មែរទេបរទេសគេចង់ឲ្យតែខ្មែរឆ្លោះគ្នាបរទេសគេមិនមកឆ្លោះជាមួយខ្មែរដោយផ្ទាល់ឡើយគេខ្ចីដៃខ្មែរវាយខ្មែរប្រើវិធីសាស្ត្រផ្សេងឲ្យខ្មែរស្អប់គ្នាដើម្បីគេកេងប្រវ័ញ្ចយកចំណេញនិងគ្រប់គ្រងខ្មែរដោយមិនដឹងខ្លួនព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកំណើតកម្ពុជាក្រោមប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរជារៀងរាល់ឆ្នាំ
និងពិធីបុណ្យរាប់បាតព្រះសង្ឃចំនួន1949អង្គដើម្បីឧទ្ទិសកុសលប្រគេនថ្វាយនិងជូនព្រះវិញ្ញាណក្ខន្ធព្រះវរសាមណៈព្រះវិញ្ញាណក្ខន្ធព្រះវរមហាក្សត្រនិងវិញ្ញាណក្ខន្ធវីរបុរសវីរនារីវីរយុទ្ធជននិងវីរយុទ្ធនារីស្នេហាជាតិខ្មែរទាំងអស់ដែលបានបូជាព្រះកាយនិងជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាអត្តសញ្ញាណខ្មែរព្រះពុទ្ធសាសនាអរិយធម៌អក្សរសាស្ត្រភាសាសាស្ត្រវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានពិសេសទឹកដីកម្ពុជាក្រោមរៀបចំឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោមព្រមទាំងមានការនិមន្តយាងនិងអញ្ជើញចូលរួមជាប្រវត្តិសាស្ត្រពីសំណាក់ព្រះសង្ឃព្រះរាជាតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រកម្ពុជាប្រជាពលរដ្ឋខ្មែរគណៈបកនយោបាយនិងបណ្ដាអង្គការសមាគមនានាលើកលែងតែគណៈបកដឹកនាំរដ្ឋាភិបាលមូលនិធិឧបត្ថម្ភការរៀបចំពិធីបុណ្យនេះបានមកពីកម្លាំងញើសឈាមរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកំណើតកម្ពុជាក្រោមនិងលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិខ្មែរមិនមែនគណៈបកនយោបាយឬអង្គការណាទេមានតែការរួមគំនិតរួមយោបល់និងសាមគ្គីជាធ្លុងមួយជាកម្លាំងចលករតែមួយគត់ដែលនាំមកនៅជ័យជំនះដ៏មានប្រសិទ្ធភាពនិងឆាប់បំផុតមានតែកត្តារួមសាមគ្គីជាធ្លុងមួយនេះទេដែលអាចជួយស្រោចស្រង់ប្រជារាស្ត្រខ្មែរឲ្យរួចផុតពីការរលាយពូជសាសន៍និងសាសនាបានសុខចិត្តស្លាប់ឈរជាងរួមដោយលុតជង្គង់វត្តគឺជាដួងប្រលឹងដិតឈាមលះបង់នៃអ្នកតស៊ូប្រវត្តិសាស្ត្រដាស់ទឹកភ្នែកខ្មែរអើយហូកម្ពុជាក្រោមអើយខំស៊ូឆាប់